ចង់ដឹងប្អូនប្រុសម្ចាស់កង់3ប្រើប្រាស់ហ្គាសទឹកជាង3ខែហើយគាត់និយាយថាម៉េចតោះទៅស្ដាប់ទាំងអស់គ្នាយើងប្រហែលខែហើយកង់3ចូល3ខែជាង3ខែជាងឥឡូវបារម្ភអីខ្លះចាប់អារម្មណ៍ទី1រឿងទឹកស្អំទៅហាធុងទឹកហ្នឹងអត់សូវលោតដំណើរការទេដោយសារមិនសូវមានត្រជាក់បាទហើយអត់សូវស៊ីទឹកស្អំទេស៊ីទេកាលមិនទាន់ដាក់ស៊ីអូហើយដង្ហាលហ្នឹងលោតអត់សាលោតអត់ដល់ក្តៅលោតអត់សូវលោតទេទឹកស្អំក៏លែងស៊ីដែរហើយទី2នោះពេលយើងដូរប្រេងទៅយើងឆែកវាស៊ីយើងអត់មានឡើងកម្លាំងអីវាស៊ីប៉ាវាស្អាតអញ្ចឹងពីមុនយើងមិនគុំស៊ីហ្នឹងពីមុនត5000គីឡូអីវាក៏3000គីឡូជាង5000យើងឆែកទៅប៉ាវាស៊ីឡើងកម្លាំងហើយហើយយ៉ាស់វាកម្លាំងបាទអញ្ចឹងអ៊ីត្រូហ្សែនជួយទៅលាងអាកម្លាំងហ្នឹងបាទហើយទី3នោះឆ្នាំងហ្គាសបាទឆ្នាំងហ្គាសនោះប្រភេទអាកន្លែងថាហ្គាសស្អុយទឹកស្អុយអត់សូវមានអត់មានអូអាឆ្នាំងហ្គាសវាមានអាកន្លែងទឹកស្អុយវាទេបាទមានដល់យើងបើកបាញ់វាចោលទៅឆ្នាំងដើរសួរតាមនេះមកអត់លែងមានហើយលែងសូវមានហើយកាត់ថយច្រើនកាត់ថយច្រើនស្ទុះហ៎ស្ទុះហើយម៉ាស៊ីនអត់សូវឡើងកម្លាំងអញ្ចឹងហ៎មានសំហ្គាសឲ្យមកចាប់អារម្មណ៍សំព្រោះយើងចាក់មកពេញដល់នេះយើងជីបានតែ200គីឡូ210អញ្ចឹងបាទយើងនេះបាយចូល230 235អីបាទថ្ងៃនេះមកទទួលការថែទាំហ្វ្រីទេណាអត់មានគិតលុយទេណាបាទ